សម្ដេចតេជោបន្តក្រហមដែលត្រូវតបតបានកំណត់រួចហើយក្រោយទៅហ៊ានសៀមនៅបន្តបាញ់ស្រោចលើកងកម្លាំងកម្ពុជាសម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខកាយមាស5បានចេញបទបញ្ជាដល់កំណងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទៅហ៊ានសៀមកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីថ្ងៃម្សិលយប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលបទជប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចតេជោបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្ទាប់ក្រហមនៅត្រូវតបបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាទីទានពលដែលហ៊ានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់កាត់ខំជួយដល់ប្រជាជនដែលភៀសសិស្សចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយនឹងការឈ្លានពានសូមមានការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមគ្នានេះសម្ដេចតេជោបានស្នើសុំកីឡាករកីឡាការិនីដែលទៅចូលរួមការប្រកួតSEA Gamesលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា